មកតិចតួចហើយគ្នាខ្មៅខ្មៅភ្លឺភ្លឺហ្នឹងចឹងទៅតែគេខ្លាចសំលេងខ្លាចអំណាចរបស់យើងខ្លាចការប្រើប្រាស់សិទ្ធិរបស់យើងខ្ញុំជឿថាបើសិនជាប្រជាពលរដ្ឋខ្មែរហ៊ានប្រើសំលេងដូចយើងហើយហ៊ានប្រើសិទ្ធិដោយចលនាមេដាធម្មជាតិគេខ្លាចដូចគ្នាមួយទៀតសកម្មភាពដែលខ្ញុំកំពុងតែធ្វើយើងព្យាយាមផ្សព្វផ្សាយឲ្យគេស្គាល់ពីចលនាមេដាធម្មជាតិអាទិត្យមុនហ្នឹងខ្ញុំបានទៅទទួលសម្បត្តិពីអង្គការលើកលែងទោសអន្តរជាតិនៅទីក្រុងម៉ុងត្រេអាល់សម្បត្តិទាំងអស់ហ្នឹង20000សម្បត្តិជាងហើយ8ប្រអប់ធំដែលយើងប្រមូលបានក្នុងរយៈពេលត្រឹម5ខែទេដែលយើងប្រមូលបានពីតំណាងប្រទេសមួយនៅជុំវិញពិភពលោកដោយអង្គការ Amnesty International គឺជាអ្នកធ្វើយុទ្ធនាការសរសេរដើម្បីសិទ្ធិនឹងថ្ងៃនេះចប់ពីការជជែកជាមួយពូខ្ញុំនឹងទៅចូលរួមធ្វើបទបង្ហាញជាមួយនឹងសិស្សសាលាមានដូចជានៅក្នុង high school ថ្នាក់វិទ្យាល័យក៏ដូចជាសាកលវិទ្យាល័យអីហ្នឹងដើម្បីផ្សព្វផ្សាយពីចលនាមេដាធម្មជាតិដើម្បីឲ្យគេស្គាល់ថាតើមានរឿងអីកើតឡើងទៅលើយុវជននៅក្នុងប្រទេសកម្ពុជាមានសំណួរមួយដែលចាប់អារម្មណ៍មែនទែននៅពេលដែលកំឡុង